The Peak គឺជាការអភិវឌ្ឍប្រើប្រាស់ចម្រុះដ៏លេចធ្លោមួយនៅទីក្រុងភ្នំពេញប្រទេសកម្ពុជាដែលមានប៉មលំនៅឋានចំនួន55ជាន់ចំនួន2អគារនិងអគារពាណិជ្ជកម្មកម្ពស់58ជាន់ដែលជាសន្តាគារ Shangri-La ភ្នំពេញដោយឈរនៅកម្ពស់236ម៉ែត្រប៉មពាណិជ្ជកម្មមួយនេះស្ថិតនៅក្នុងចំណោមអគារខ្ពស់បំផុតនៅក្នុងទីក្រុងភ្នំពេញThe Peak ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Oxley Holdings Limited ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលមានលំនៅឋាននៅប្រទេសសិង្ហបុរីក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន World Brickland របស់ប្រទេសកម្ពុជា Oxley Holdings ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអភិវឌ្ឍនៃការប្រើប្រាស់ចម្រុះកម្រិតខ្ពស់របស់ខ្លួននៅទូទាំងទ្វីបអាស៊ី អូស្ត្រាលីនិងចក្រភពអង់គ្លេសThe Peak មានទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញដែលបានបែងចែកខ្លួនជាសន្តាគារ The Shangri-La ភ្នំពេញហើយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីតាំងសំខាន់ៗដូចជា Casino Naga World ស្ថានទូតអូស្ត្រាលីស្ថានទូតរុស្ស៊ីក្រសួងការបរទេសរដ្ឋសភា Dreamland និងផ្សារទំនើប Eon ផងដែរវាក៏មានចំណាយមិនឆ្ងាយប៉ុន្មានពីវិមានឯករាជ្យនិងក្លឹបវាយកូនហ្គោល Elite Town និងសាលាក្រុងកោះពេជ្រដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រលូនការអភិវឌ្ឍមួយនេះត្រូវបានផ្ដល់នូវសម្ភារៈបរិក្ខារជាច្រើនរួមទាំងលំនៅឋានប្រណិតកន្លែងការិយាល័យលំដាប់ A ផ្សារទំនើបដែលគ្រប់គ្រងដោយ Bluebell Group និងសន្តាគារ Shangri-La ភ្នំពេញដ៏មានកិត្យានុភាពដែលជាស្លាកយីហោដំបូងគេនៅកម្ពុជាទោះជាយ៉ាងណាក៏ដោយយូនីតលក់រាយនៅក្នុងផ្សារទំនើប The Peak Mall មានតម្លៃចាប់ពី$99,000 អាមេរិកដែលមានការធានាពីអ្នកអភិវឌ្ឍពី5ទៅ6%សម្រាប់រយៈពេលរហូតដល់8ឆ្នាំយុទ្ធសាស្ត្រកំណត់តម្លៃនេះបង្ហាញពីការវិនិយោគយ៉ាងច្រើននៅក្នុងផ្នែកលក់រាយរបស់គម្រោងដោយឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកអភិវឌ្ឍចំពោះសក្តានុពលនៃការអភិវឌ្ឍជួបខ្ញុំនៅវីដេអូបន្ទាប់អរគុណសម្រាប់ការទស្សនា